អូខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងធ្វើ cocktail មួយមុខទៀតដែលគេឲ្យឈ្មោះថា B52 ដែល B52 នេះគឺមានស្រាប់3មុខមានកាលូរសជាតិកាហ្វេ berry រសជាតិដោះគោជាមួយនឹង contru ក៏មានប្រភេទរសជាតិក្រូចតិចៗដែរអញ្ចឹងសម្រាប់ contru យើង top up ពីលើដោយសារយើងត្រូវការដុតវាអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើជូនអ្នកទាំងអស់គ្នាមើលជាទូទៅ B52 យើងចាក់ផ្ទាល់ក៏បានចាក់ជាក៏បានដែរនេះខ្ញុំសតកន្លះដែលប្រភេទសតកន្លះនេះគឺយើងយកមកចាក់ជា B52 ខ្ញុំនឹងធ្វើ B52 ជូនអ្នកទាំងអស់គ្នាមើលអញ្ចឹងយើងជាធម្មតា B52 គឺខាងក្រោមវាគឺមានពណ៌រាងកម្ៅអញ្ចឹងយើងប្រើជាប្រភេទកាលូដែលប្រភេទកាលូយើងប្រើ15ជាទូទៅយើងមិនបាច់ចាំប្រើស្នុកអីក៏បានប្រើស្នុកអីក៏បានដែរតែយើងប្រើស្នុកនេះទៅវាស្រួលអញ្ចឹងយើងចាក់កាលូ15អញ្ចឹងកាលូប៉ុណ្ណឹងបានហើយជាមួយនឹង Belly បើសិនជាយើងចង់ចាក់កុំឲ្យលក្ខណៈថាយើងមិនចង់ប្រើសភាអញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាកាន់កែវហើយ up Belly ឲ្យវាដល់អញ្ចឹងកាន់កែវហើយ up Belly ដល់អញ្ចឹងមកមានន័យថាយើងរុញអា salt វារុញអា pourer វាហ្នឹងឲ្យទៅដល់កែវអញ្ចឹងយើងចាក់អញ្ចឹងមកបានហើយអញ្ចឹងវាអូខេអញ្ចឹងយើងបាន2ពណ៌ហើយសម្រាប់ B52chứសម្រាប់ control ខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើសភាហើយសភាយើងដាក់កលវាឲ្យចូលមកអញ្ចឹងមកហើយយើងចាក់វាមកអូខេសម្រាប់សភាយើងកលវាឲ្យដល់មាត់កែវហើយយើងចាក់វាអញ្ចឹងមកយើងចាក់តិចអញ្ចឹងកុំឲ្យវាកន្លក់អូខេអញ្ចឹងសម្រាប់ B52 យើងតែប៉ុណ្្នឹងទេយើងមានខាងក្រោមនេះយើងមានជាប្រភេទកាលូមាន berry ខាងកណ្ដាលនេះមានរសជាតិដោះគោខាងក្រោមរសជាតិកាហ្វេខាងលើ berry រសជាតិដោះគោហើយខាងលើនេះជាប្រភេទcontru តែជាទូទៅយើងអាចប្រើ contru ក៏បាន grand minor ក៏បានដែរប្រភេទដុតឆេះយើងមានស្រាយើងមានច្រើនយើងមានcontru grand minor ឬក៏ sambuca អញ្ចឹងណាតែប្រភេទដែលយើងប្រើជាមួយនឹង B52 យើងប្រើ contru ហើយសម្រាប់បងដែលចង់លក្ខណៈថាដុតជាមួយនឹងប្រភេទសាច់ស្រោចពីលើអីយើងអាចប្រើ contru វាដុតឆេះស្រួលដុតឲ្យអ្នកទាំងអស់គ្នាមើលអូខេអញ្ចឹងអានេះវាឆេះហើយសម្រាប់នេះចាំមើលខ្ញុំបលត់ភ្លើងហើយអ្នកទាំងអស់គ្នានឹងឃើញឆេះអូខេអញ្ចឹងនេះជា B52 អញ្ចឹងយើង B52 នេះយើងដុតប៉ុណ្ណឹងដោយសារវារៀងទៅហាលអញ្ចឹងវារៀងឆេះបន្តិចអញ្ចឹងសម្រាប់បងគ្នាយើងដែលចង់ញ៉ាំ B52 ពេលដែលដុតហើយអញ្ចឹងខ្ញុំអត់ recommend ឲ្យគ្នាយើងយកទៅអាប់ផ្ទាល់ខ្លាំងទេមានន័យថាពេលមានខ្យល់ឬមួយក៏ពេលលើកទៅអញ្ចឹងពេលដែលដាក់ទៅដល់ភ្ញៀវឬមួយក៏ចង់ញ៉ាំគឺត្រូវដាក់កន្លែងណាដែលនឹងចាំយើងញ៉ាំព្រោះអីវាអាចនឹងកពុបឬក៏អាចធ្វើឲ្យអាលាកអញ្ចឹងណាអញ្ចឹងជាមួយខ្ញុំបិទទៅហាលភ្លើងវានឹងអូខេអញ្ចឹងអានេះជា B52 យើងហើយសម្រាប់ការញ៉ាំយើងអាចយកទៅដាក់ឲ្យចំពាក់កណ្ដាលតែយើងព្យាយាមធ្វើមិនក៏ដោយបើបងស្រីហាមសក់ធ្លាក់ឬមួយក៏បងប្រុសហាមធ្វើឲ្យកពុបទៅកពុបលាកអីហើយលាកគឺពិបាកផលិតណាដោយសារវាជាប្រភេទស្រាមួយដែលអាចដុតឆេះអញ្ចឹងណាហើយវាឆេះនៅជាប់ដៃអញ្ចឹងសម្រាប់ប្រភេទនេះបើជាទូទៅយើងដុតប៉ុណ្ណឹងហើយយើងអាចផ្លុំញ៉ាំក៏បានដែរហើយតែកុំញ៉ាំជាមួយនឹងកែវតែញ៉ាំជាមួយនឹងកែវក្តៅយើងប្រើទៅយោអូខេអញ្ចឹងសម្រាប់បងដែលចង់ញ៉ាំ B52 ដែលនៅត្រង់ភ្លើងអញ្ចឹងយើងញុកទៅយោឲ្យដល់អញ្ចឹងមកតែជាធម្មតាពេលដែលញុកទៅយោហើយគឺយើងត្រូវមានទឹកនៅចិត្តខ្លួនយើងណាព្រោះប្រភេទ B52 ដែលពេលយើងញ៉ាំទៅវាខាស់កដោយសារវាមានជាតិផ្អែមកាហ្វេជាមួយនឹងភេទជាតិស្រា